ការប្រកួតនៅវគ្គទី1នេះបានបញ្ចប់ទៅដោយរលូនប៉ុន្តែបងប្អូនបេក្ខជនទាំងពីរក្រុមហាក់ដូចជានៅមានសំណួរចង់សាកសួរទៅកាន់គ្នាទៅវិញទៅមកដូច្នេះពីកម្មវិធីសូមផ្ដល់ជូនបងប្អូនទាំងពីរក្រុមរយៈពេល10នាទីដើម្បីធ្វើការចោទជាសំណួរនិងធ្វើការឆ្លើយតបដោយអ្នកសួរគឺមានរយៈពេល30វិនាទីចំណែកឯអ្នកឆ្លើយគឺមានរយៈពេល1នាទីហើយចាប់ផ្ដើមពីក្រុមស្រោបមកមុនដូច្នេះវគ្គទី2ដែលជាវគ្គសំណួរចម្លើយសូមចាប់ផ្ដើមសួស្តីមិត្តក្រុមបដិសេធនាងខ្ញុំមានសំណួរមួយចង់ចោទសួរទៅកាន់មិត្តថាបើគោលនយោបាយដាក់ចេញដោយរាជរដ្ឋាភិបាលជាច្រើនក៏ប៉ុន្តែយុវជនដែលមានចំណេះដឹងមិនព្រមយកចំណេះដឹងទាំងនោះទៅអនុវត្តស្របតាមគោលនយោបាយផងនោះតើគោលនយោបាយដែលបានដាក់ចេញនោះអាចដំណើរការទៅមុខបានដោយរបៀបណាទៅអរគុណមកសម្រាប់សំណួរតែក្នុងចំណុចនេះខ្ញុំបដិសេធខ្ញុំសូមបញ្ជាក់ថាយើងមិនបានបដិសេធទៅលើពាក្យថាចំណេះដឹងនោះទេក៏ប៉ុន្តែមូលបត់និងគោលបំណងនៃប្រធាននេះគឺចង់ដឹងថាតើយុវជនសតវត្សទី21គួរមានអ្វីគ្រប់គ្រាន់ទើបអាចកសាងកម្ពុជាឆ្ពោះទៅរកវិបុលភាពព្រោះថាបើយុវជនមានត្រឹមតែចំណេះដឹងនិងការប្រើប្រាស់ក៏មិនទាន់គ្រប់គ្រាន់ដែរព្រោះថាបើយោងទៅតាមគោលនយោបាយអភិវឌ្ឍយុវជនកម្ពុជាបានបញ្ជាក់ថាយុវជនទៅមាននៅចំណេះដឹងនិងមនសិការពលរដ្ឋល្អហេតុនេះហើយទើបសហភាពសហព័ន្ធយុវជនកម្ពុជាបានសហការជាមួយក្រសួងអប់រំយុវជននិងកីឡាបង្កើតនៅកម្មវិធីមនសិការពលរដ្ឋល្អគឺក្នុងគោលបំណងឲ្យយុវជនសតវត្សទី21ចេះមានឆន្ទៈចេះឈឺឆ្អាលចេះចូលរួមកសាងអភិវឌ្ឍជាតិតែនេះហើយគឺជាមូលធនដែលកម្ពុជាត្រូវការយ៉ាងពិតប្រាកដហើយជាសក្ខីភាពគ្រាដែលថៃបានឈ្លានពានកម្ពុជាយុវជនខ្មែរតែមនសិការពលរដ្ឋល្អក្រុមគ្នាសាមគ្គីការពារកិត្តិនាមរបស់តែរៀបចំស្ពានជួបបងប្អូនទីសឹកដូចគ្នាអង្គវេទិកាទាំងមូលជាទីគោរពបើគ្មានអ្នកណាជួយខ្មែរទេគឺខ្មែរត្រូវជួយខ្លួនឯងព្រោះថាយើងជាប្រជាជាតិតែមួយឆ្លងទាំងក្រុងតែមួយនេះហើយគឺជាមូលធនដែលកម្ពុជាត្រូវការយ៉ាងពិតប្រាកដសូមអរគុណហើយនេះខ្ញុំក៏សូមទេវេទិកាទៅកាន់មិត្តនេះខ្ញុំជាបន្តហើយនៅខ្ញុំក៏មានសំណួរមួយចង់ឆ្លើយទៅសូមមកថាបើយោងទៅតាមយុទ្ធសាស្ត្របញ្ចការដំណាក់កាលទី1បញ្ចការទី1គឺបានផ្ដល់អត្ថប្រយោជន៍ទៅលើការបណ្ដុះមូលធនមនុស្សដែលត្រូវពោពេញទៅដោយចំណេះដឹងសិលធម៌និងគុណធម៌ត្រូវតែដើរទន្ទឹមគ្នាតើនេះមិនសពបញ្ជាក់ឲ្យមិត្តឃើញទេឬថាមានតែចំណេះដឹងហើយចេះប្រើប្រាស់គឺមិនទាន់គ្រប់គ្រាន់ទេលុះត្រាតែមាននៅមនសិការជាពលរដ្ឋល្អទើបអាចកសាងកម្ពុជាឆ្ពោះទៅរកវិបុលភាពសូមអរគុណអរគុណមិត្តសម្រាប់សំណួរមិត្តបានលើកឡើងអំពីយន្តសាស្ត្រគោលនយោបាយយុទ្ធសាស្ត្របញ្ចកោដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនាទីការទី7ដែលបានផ្ដោតទៅលើការអភិវឌ្ឍមូលធនមនុស្សហើយខ្ញុំក៏សូមប្រាប់ទៅមិត្តផងដែរថាបើយោងទៅតាមប្រសាសន៍របស់លោកសេរីជំនះរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡាលោកបានមានប្រសាសន៍ថាយុវជនសតវត្សទី21គឺជាយុវជនដែលមាននៅចំណេះដឹងសមត្ថភាពទេពកោសល្យមនសិការស្នេហាជាតិការស្រឡាញ់ជាតិភក្ដីភាពជាមួយប្រទេសជាតិហើយប្រើប្រាស់នៅចំណេះដឹងដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើននេះសូមបញ្ជាក់យ៉ាងឃើញទេឬថានៅពេលដែលយុវជនមានចំណេះដឹងហើយមាននៅការប្រើប្រាស់ចំណេះដឹងហើយគឺมันអាចខ្វះបានឡើយនៅមនសិការស្នេហាជាតិដែលកាត់ឡើងដល់ពីចំណេះដឹងរបស់ពួកគេដូច្នេះហើយក្នុងនាមយើងជាយុវជនខ្មែរគួរប្រើប្រាស់ចំណេះដឹងប្រកបដោយសមនសិការស្នេហាជាតិដោយដែលមិត្តបានលើកឡើងក៏ប៉ុន្តែបើមានតែមនសិការស្នេហាជាតិតែខ្វះនៅចំណេះដឹងរបស់ក្រុមស្របយើងខ្ញុំតើសួរថាអាចអភិវឌ្ឍប្រទេសជាតិបានដោយរបៀបណាទៅមិត្តក្រុមបដិសេធហើយខ្ញុំក៏សូមធ្វើការទេវេទិកានេះទៅកាន់មិត្តក្រុមខ្ញុំជាបន្តអរគុណនាងខ្ញុំក៏មានសំណួរមួយចង់សួរទៅកាន់មិត្តថាដោយមិត្តបានលើកឡើងអំពីសម្ដេចហ៊ុនសែនបានរំដោះនោះអំពីការចូលរួមរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមតើការរំដោះនោះមិនមែនមកពីសម្ដេចប្រើប្រាស់នៅចំណេះដឹងទេឬមិត្តក្រុមបដិសេធអរគុណមិត្តក្រុមស្របសម្រាប់សំណួរមិត្តបានលើកឡើងថាពេលនោះសម្ដេចមហាបវរសម្ដេចហ៊ុនសែនក៏បានប្រើប្រាស់នៅចំណេះដឹងយើងចង់បញ្ជាក់ទៅកាន់មិត្តថាក្រុមបដិសេធយើងខ្ញុំមកបដិសេធទៅលើពាក្យថាគ្រប់គ្រាន់ពីព្រោះថាពេលនោះបើសិនជាសម្ដេចគាត់អត់មាននៅមនសិការចំពោះជាតិគាត់នឹងជំរឿននៅក្នុងការបោះបង់ក៏ប៉ុន្តែដោយសារតែឆន្ទៈមនសិការជាពលរដ្ឋល្អចង់ឃើញប្រទេសជាតិឈឺផុតពីរបបដ៏កាចសាហាវមួយនេះទៅបានជាសម្ដេចហ៊ុនសែនគាត់បានចូលរួមជួយជាតិកម្ពុជាហើយកសាងនូវសន្តិភាពជូនកម្ពុជាជាក់ស្ដែងបើយោងទៅតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចកម្ពុជា
បញ្ជាក់ថាយុវជនសតវត្សទី21ជាទូទៅទៅហើយគួរតែមានចំណេះដឹងនិងការប្រើប្រាស់ក៏ប៉ុន្តែសំណួរគឺថាហេតុអ្វីបានជាគាត់ចង់ចេះចង់ដឹងហើយចង់ប្រើប្រាស់ចំណេះដឹងដែលគាត់មាននេះជួយទៅដល់ការកសាងសង្គមជាតិប្រកបណាស់គឺការចេញពីមនសិការជាពលរដ្ឋល្អដូច្នេះទៅបានជាក្រុមបដិសេធយើងខ្ញុំមកទីនេះគឺដើម្បីដាស់តឿននិងក្រានរំលឹកដល់យុវជនខ្មែរទាំងអស់សូមប្រើប្រាស់នៃឆន្ទៈទឹកចិត្តនិងតែចេញពីកត្តាខាងក្នុងការចូលរួមកម្ពុជានិងកសាងវិបលភាពទាំង7ចំណុចដើម្បីឲ្យកម្ពុជាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ2030និង2050សូមអរគុណហើយនេះខ្ញុំសូមផ្ទេរវេទិកានេះទៅដល់មកខ្ញុំជាបន្តហើយនេះខ្ញុំក៏សូមឆ្លើយទៅគិតអ្វីដែលមិត្តបានលើកឡើងដូចគ្នាមិត្តបានលើកឡើងថាមានចំណេះដឹងគឺមានមនសិការជាពលរដ្ឋល្អទៅហើយអង្គវេទិកាទាំងមូលក៏ប៉ុន្តែមិនមែនប្រកាសថាឲ្យតែមនុស្សដែលមានចំណេះដឹងគឺសុទ្ធសឹងតែមនុស្សដែលមាននៅមនសិការជាពលរដ្ឋល្អនោះទេនៅការពីអតីតកាលយើងមានលោកប៉ុលពតជាឧទាហរណ៍ទៅហើយលោកមានចំណេះដឹងយ៉ាងខ្ពង់ខ្ពស់រៀនសូត្របានយ៉ាងបន្តការសិក្សាពីក្រៅប្រទេសក៏ប៉ុន្តែអនិច្ចាអ្វីគឺខ្វះនៅមនសិការជាពលរដ្ឋល្អបែរជាយកចំណេះដឹងការអនុវត្តរបស់លោកមកបំផ្លាញប្រទេសជាតិសម្លាប់ប្រជាជនអស់2លាននាក់ឯណោះតើនេះមិនជាសេចក្តីឈឺចាប់និងជាការដាស់តឿនស្មារតីដល់យុវជនកម្ពុជាឲ្យដឹងថាយុវជនសតវត្សទី21មិនអាចគ្រាន់តែមានចំណេះដឹងហើយចេះប្រើប្រាស់គ្រប់គ្រាន់ទេយើងមានលោកប៉ុលពតជាមេរៀនទៅហើយនៅមិត្តក្រុមស្របហើយនាងខ្ញុំក៏មានសំណួរមួយចង់ឆាតទៅសួរមិត្តដូចគ្នាដែរថាបើយោងទៅតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានបង្ហាញថាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញគឺមានរហូតដល់ 24,000 ករណីឯណោះដែលសិតសឹងតែការចេញពីស្នាដៃដែលមនុស្សដែលមានចំណេះដឹងខ្ពង់ខ្ពស់ចេះអនុវត្តប្រើប្រាស់បច្ចេកវិទ្យាយ៉ាងស្ទាត់ជំនាញដូច្នេះបើមិត្តនៅតែបន្តបដិសេធអ្វីដែលក្រុមបដិសេធយើងបានលើកឡើងតើពេលណាទៅដែលកម្ពុជាអាចឆ្ពោះទៅរកវិបលភាពនោះមិត្តក្រុមស្របសូមអរគុណអរគុណមិត្តសម្រាប់សំណួរហើយនាងខ្ញុំក៏សូមបញ្ជាក់ទៅកាន់មិត្តក្រុមបដិសេធដែរថាក្រុមស្របយើងខ្ញុំមិនបានអះអាងថាមានតែក្រុមស្របយើងខ្ញុំមិនបានអះអាងថាយុវជនសតវត្សទី21ចេះប្រើប្រាស់ចំណេះដឹងនោះគ្រប់គ្រាន់ទេសម្បីតែប្រធានបទក៏មិនបានលើកឡើងថាយុវជនសតវត្សទី21ប្រើប្រាស់នៅចំណេះដឹងនោះគ្រប់គ្រាន់ដែរហើយម្យ៉ាងវិញទៀតពាក្យថាយុវជនសតវត្សទី21ត្រូវចេះដោយដែលតេហេកទី3របស់ក្រុមស្របយើងខ្ញុំបានលើកឲ្យថាយុវជនសតវត្សទី21ត្រូវចេះប្រើប្រាស់ចំណេះដឹងប្រកបដោយក្រមសីលធម៌និងមនសិការជាតិនេះសបញ្ជាក់ឲ្យឃើញថាយុវជនក៏ត្រូវចេះប្រើប្រាស់ចំណេះដឹងប្រកបដោយក្រមសីលធម៌មានវិន័យនិងមានទំនួលខុសត្រូវដើម្បីជួយជំរុញកម្ពុជាឲ្យឆ្ពោះទៅរកវិបលភាពហើយនាងខ្ញុំក៏សូមទេវេទិកានេះទៅឲ្យមកខ្ញុំជាបន្តអរគុណនាងខ្ញុំក៏សូមធ្វើការសួរសំណួរមួយទៅកាន់មិត្តថាបើក្នុងគណៈពេលដែលប្រទេសយើងជួបនៅវិបត្តិសង្គ្រាមជាមួយនឹងថៃនាពេលនោះតើពោពេញទៅដោយព័ត៌មានប្រឌិតនិងคล้ายៗជាច្រើនសួរថាបើយុវជនមិនប្រើប្រាស់នៅចំណេះដឹងក្នុងការផ្សព្វផ្សាយនៅព័ត៌មានទាំងនោះទេនោះប្រទេសជាតិរបស់យើងប្រកាសជារងនឹងការចោទប្រកាន់អំពីបំភ្លើសការពិតដូច្នេះហើយតើពេលណាប្រទេសយើងអាចជៀសផុតពីសង្គ្រាមទៅមិត្តក្រុមបដិសេធអរគុណមិត្តសម្រាប់សំណួរក្រុមបដិសេធយើងខ្ញុំមិនបានបដិសេធទៅលើពាក្យថាចំណេះដឹងឡើយប៉ុន្តែបើយុវជនមានចំណេះដឹងហើយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តប៉ុណ្ណឹងគឺមិនទាន់គ្រប់គ្រាន់ទេប៉ុន្តែត្រូវផ្សារភ្ជាប់ទៅនឹងអ្វីដែលគាត់មានទៅនឹងមនសិការជាពលរដ្ឋល្អពីព្រោះថាដែលមិត្តបានលើកឡើងនៅពេលសម័យសង្គ្រាមអញ្ចឹងទទួលស្គាល់ថាយុវជនគាត់ប្រើប្រាស់ចំណេះដឹងក៏ប៉ុន្តែសួរថាដោយសារតែឆន្ទៈរបស់គាត់ស្មារតីដែលគាត់ស្រឡាញ់ជាតិនឹងហើយបានជាគាត់បានប្រើប្រាស់ចំណេះដឹងទាំងអស់នោះផ្សារភ្ជាប់ជាមួយមនសិការជាពលរដ្ឋល្អហើយម្យ៉ាងវិញទៀតមិនថាក្រុមមិត្តឬក៏ក្រុមបដិសេធយើងខ្ញុំទេពួកយើងមកទីនេះគឺសិក្សាតែមានគោលដៅរួមចង់ចូលរួមកសាងកម្ពុជាឆ្ពោះទៅរកវិបលភាពដូច្នេះហើយបើសិនជាយោងទៅតាមសន្និសីទណាក្រោយសេដ្ឋកិច្ចកម្ពុជារបស់យើងក៏បានបង្ហាញដែរថាយុវជនជាច្រើនបានវិវត្តជនធម្មតាទៅជាសហគ្រិនភាពវ័យក្មេងក៏ដូចជាបញ្ញវន្ត Digital ហើយបានចូលរួមផ្ដល់ឱកាសការងាររហូតដល់ទៅ 74% ហើយបានរួមចំណែកប្រមាណ 58% នៃ GDP ក្នុងសរុបរបស់សេដ្ឋកិច្ចកម្ពុជានេះសបញ្ជាក់ឲ្យយើងឃើញថានៅពេលដែលយុវជនមានមនសិការចំពោះរដ្ឋល្អនោះពួកគាត់នឹងចេះឈឺឆ្អាលចង់ចូលរួមបង្កើនផលិតភាពនៅក្នុងសេដ្ឋកិច្ចកម្ពុជារបស់យើងហើយអង្គវេទិកាទាំងមូលសូមចងចាំថាដរាបណាយើងរួបរวมគ្នាអ្វីក៏យើងអាចធ្វើបានដែរហើយប៉ុន្តែយើងនឹងអាចចាប់ដៃគ្នាកសាងកម្ពុជាឆ្ពោះទៅរកវិបលភាពសូមអរគុណហើយនាងខ្ញុំក៏សូមផ្ទេរវេទិកានេះទៅកាន់មិត្តរបស់នាងខ្ញុំជាបន្ត
អរគុណមិត្តសម្រាប់សំណួរមិត្តក៏បានលើកឡើងតាក់ទងជាមួយនឹងព័ត៌មានប្រឌិតនេះគឺកើតឡើងដោយសារតែគាត់ខ្វះមនសិការជាពលរដ្ឋល្អគាត់មានចំណេះដឹងគាត់ប្រើប្រាស់ហើយក៏ប៉ុន្តែគាត់ខ្វះនៃឆន្ទៈខ្វះនៃស្មារតីចំពោះស្នេហាចំពោះជាតិគាត់គិតតែពីប្រយោជន៍របស់ខ្លួនទៅធ្វើឲ្យគាត់ប្រើប្រាស់ចំណេះដឹងរបស់គាត់ក្នុងផ្លូវមិនល្អហើយម្យ៉ាងវិញទៀតក្រុមបដិសេធយើងខ្ញុំក៏បានបញ្ជាក់ទៅកាន់មិត្តដែរថាយើងមកទីនេះគឺដើម្បីយើងឆ្ពោះទៅរកវិបុលភាពតែមួយកត្តាណាក៏ជាចំណុចសំខាន់ដែរលុះត្រាតែយើងរួមគ្នាដូច្នេះយុវជនកម្ពុជាសតវត្សទី21ទាំងអស់សូមរួមគ្នាមាននូវគុណសម្បត្តិគ្រប់គ្រាន់នៅក្នុងការនាំកម្ពុជាឆ្ពោះទៅរកវិបុលភាពសូមអរគុណវគ្គនេះពិតជាអស្ចារ្យនេះគឺជាដំណាក់កាលមួយដ៏ក្តៅគគុកនៃកម្មវិធីប៉ុន្តែគួរឲ្យសោកស្ដាយមែនទែនរយៈពេល10នាទីគឺពិតជាបានរំលងផុតទៅយ៉ាងលឿនឥឡូវនេះឈានចូលទៅដល់វគ្គទី3គឺជាវគ្គសរុបសេចក្តីចង់ដឹងថា